ជំរាបសួរពុកម៉ែបងប្អូនម្ចាស់ចំការចន្ទីជាទីគោរពស្រឡាញ់រាប់អានបាទថ្ងៃនេះនាំពុកម៉ែបងប្អូនមកទស្សនានៅចន្ទីបាទមួយចំការដែលនៅទីតាំងនេះគឺនៅភូមិខុនរៀមបាទខុនរៀមបាទហើយស្រុកបន្ទាយស្រីខេត្តសៀមរាបបាទហើយសម្រាប់ចន្ទីនេះដែរបាទ200ហិកតាបាទ200ហិកតាហើយល្អមែនតើបាទបងប្អូនល្អខ្លាំងបាទឥឡូវទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទនេះបងប្អូនខ្ញុំថាល្អខ្លាំងហ្នឹងល្អអីខ្លះបាទយើងមកទស្សនាណាបាទទី1គឺដើមល្អបាទនេះដើមសាខាល្អបាទសាខាល្អណាបាទហើយគម្លាតដាំល្អបាទគម្លាតនេះប្រហែលជាខ្ញុំអត់បានសួរម្ចាស់ចការប៉ុន្តែប្រហែលជា8ទៅ10ម៉ែត្រគម្លាតល្អមែនតើហើយសាខាមែកល្អបាទសាខាមែកល្អនេះបាទសាខាមែកល្អបាទរៀងដូចដើមឆាត់អញ្ចឹងបងប្អូនបាទរៀងដូចដើមឆាត់អញ្ចឹងបាទណាហើយ200ហិកតាស្មើគ្រប់ដើមបាទមើលបងប្អូនទៅមើលមែកដែរបាទនៅខាងក្នុងល្អមែនតើហើយការតែងមែកក៏បានល្អប្រសើរដែរណាមើលមែកកាមទូចងាប់ខាងក្នុងបាទយកចេញសឹងតែទាំងអស់បាទសឹងតែទាំងអស់នេះមើលសាខាមែកក្នុងមួយដើមបាទហើយនេះកាត់ដោយរណាអញ្ចឹងទៅវាសះមុខល្អបាទអាហ្នឹងល្អទី1បាទរចនាសម្ព័ន្ធល្អទាំងដាំបាទគម្លាតដាំហើយការតែងមែកបាទបានល្អប្រសើរមែកច្រើនបាទហើយល្អទី2បាទគឺថាចេញផ្កាស្អាតបាទចេញផ្កាស្អាតចេញផ្កាច្រើនបាទគ្រប់បាទសឹងគ្រប់តងបាទឲ្យតងមេនេះបាទណាបាទនេះបាទបើអានេះជាខ្នែងកូនរងអញ្ចឹងអានឹងវានឹងចេញតាមក្រោយបាទណាផ្កាច្រើនល្អទី2ហើយល្អទី3នេះខ្នែងច្រើនបាទខ្នែងច្រើននេះបាទនេះខ្នែងកូនរងណាបាទនេះ2 3 4បាទ4ខ្នែងទៀតណាបាទអញ្ចឹងបែកខ្នែងច្រើននេះមើលខ្នែង1 2 3 4បាទហើយនេះផ្កាតងមេបាទអញ្ចឹងផ្កាច្រើនហើយបែកខ្នែងច្រើនហើយល្អមួយទៀតនេះតងបាទវែងហើយថ្លោះណាវែងហើយថ្លោះបាទមើលនាំបងប្អូនមើលមកជុំបាទណាគ្រប់មែកជុំវិញទាំងអស់តែម្ដងបាទគឺល្អខ្លាំងមែនតើបងប្អូនបាទល្អខ្លាំងបាទនេះអូស្អាតណាស់បងប្អូនអើយស្អាតបាទជុំវិញដើមតែម្ដងបាទជុំវិញដើមគ្រប់ទិសបាទផ្កាចេះគ្រប់ទិសអត់មានតែមួយចាហៀងទេណាបាទដោយសារគម្លាតដាំល្អបាទតែងមែកក៏បានល្អត្រឹមត្រូវតាមបច្ចេកទេសបាទណាអានេះមកដើមនេះខ្ញុំដើរជុំវិញបាទគឺល្អមែនតែនស្អាតបាទហើយល្អមួយទៀតបងប្អូនមើលស្លឹកធំបាទស្លឹកធំល្អបាទអាលងបាទអត់មានអុចអត់មានស្នាមខ្វះមីក្រូធាតុអីទេបាទហើយចិត្តរីកហើយបាទតិចទៀតរីកហើយបាទហើយស្វាយនេះដែរគឺប្រើប្រាស់ផលិតផលអង្គរក្រៀនសុទ្ធ100%តែម្ដងបាទសុទ្ធ100%បាទតាំងពីជីបំពន់តាំងពីថ្នាំជំរុះតាំងពីថ្នាំសត្វល្អិតតាំងពីថ្នាំជំងឺបាទហើយចន្ទីនេះបាទយើងថតនេះបាទនៅថ្ងៃទី23បាទថ្ងៃទី23ខែ12ឆ្នាំ2025បាទហើយចន្ទីនេះជំរុះនៅក្នុងដើមខែ11បាទជំរុះនៅក្នុងដើមខែ11ដោយយើងប្រើប្រាស់លីអូជាមួយនឹងយូមីកាលីបាទលីអូជាមួយនឹងយូមីកាលីជាមួយនឹង perfect បាទល្អមែនតើបាទល្អណាស់បាទ
បន្ទាប់មកបន្ទាប់ពីយើងប្រើ Leo Umigali Perfect បាន2ជើងបាទបាន2ជើងមកបាទគឺចាប់ផ្ដើមប្រើ balance បាទជាមួយនឹង amino acid ហើយនឹង Calboron បាទ calcium boron បាទអញ្ចឹងយើងប្រើ balance ហើយនឹង amino acid ហើយ Calboron នេះគឺបន្ទាប់ពីចាប់ផ្ដើមពកហើយណាបាទបាច់មកបាទមួយខ្លាំងដៃពីរខ្លាំងដៃហើយបាទអញ្ចឹងចន្ទទីនេះអត់គាំងបាទបាញ់2ជើងនោះរាំងហើយបាទអញ្ចឹងគាត់បាញ់ដើមហេតុ11មេឃវារាំងបាទចាប់ដើមរាំងហើយហើយគាត់បានចាប់ដើមបាញ់ហ្នឹងបាទវានៅភ្លៀងខ្លះដែរតិចតួចដែរបាទប៉ុន្តែគ្រាន់ថាវាមិនភ្លៀងខ្លាំងដូចពាក់កណ្ដាលខែ10បាទអញ្ចឹងឃើញថាលឿនមែនតើបាទហើយចេញនេះលឿនជាងអ្នកដែលបាញ់ពាក់កណ្ដាលខែ10ទៀតណាបាទហើយល្អមែនតើបងប្អូនអើយ200ហាត់បាទឡូខាងនោះរៀងយឺតជាងបន្តិចដោយសារបាញ់ក្រោយបាទការបាញ់វគ្គនោះខាងនេះ100ហាត់ខាងនេះគឺយើងបាញ់2ដងហើយបាទបានយើងចាប់ចូលបាញ់100ហាត់ខាងនេះទៀតបាទដោយសារជើងទី1ទៅជើងទី2គឺយើងយកត្រឹម5ថ្ងៃណាយកត្រឹម5ថ្ងៃបាទអញ្ចឹងហើយទៅយើងបាញ់ឲ្យរួចមួយវគ្គសិន1ឡូសិនមិនយើងចូល1ឡូទៀតបាទស្អាតណាស់បងប្អូនទេសភាពក៏ស្អាតដែរបាទអរគុណពុកម៉ែបងប្អូនសម្រាប់តាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយហើយប្រសិនបើបងប្អូនមានចម្ងល់ចង់ប្រឹក្សាបាទអាចតាក់ទងមកប្រឹក្សាបានរីករាយក្នុងការប្រឹក្សាផ្ដល់បច្ចេកទេសជូនពុកម៉ែបងប្អូនជៀសវាងការយករូបមន្តទៅប្រើប្រាស់តែលក្ខខណ្ឌចំការលក្ខខណ្ឌចន្ទទីខុសគ្នាវាធ្វើឲ្យលទ្ធផលខុសគ្នាដែរបាទដូច្នេះសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនតាក់ទងក្នុងការប្រឹក្សាបាទអរគុណជម្រាបលា